ស្ដីទៅដល់កូនចៅសេកូនទាំងអស់ទាំងក្រៅប្រទេសទាំងក្នុងប្រទេសទាំងអស់ណាថ្ងៃនេះគឺលោកគ្រូសូមឆ្លើយតបនៅ comment របស់កូនសិស្សមួយដែលបានសុំនៅមុនព្រះគាថាក្រុងយក្សណាហើយមុនព្រះគាថាក្រុងយក្សមួយមេនេះគឺมันមានគាថាច្រើនណាស់មិនមែនមានតែមួយមេទេគឺមានច្រើនណាស់គាថាក្រុងយក្សអាស្រ័យទៅលើក្បួនតម្រារបស់គ្រូនីមួយៗឬអាស្រ័យលើការសិក្សាឬសិទ្ធិរបស់គ្រូនីមួយៗតែប៉ុណ្ណោះឬក៏ក្បួនច្បាប់អំពីតម្រាពីបុរាណមកតែប៉ុណ្ណោះណាហ្នឹងហើយហើយសូមបញ្ជាក់មុនព្រះគាថាក្រុងយក្សនេះគឺមានច្រើនគាថាណាស់មិនមែនមានតែមួយមេនឹងទេណាហ្នឹងហើយគាថាក្រុងយក្សនេះគឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងបំផុតសម្រាប់ដែលយើងត្រូវតែសិក្សារៀនសូត្រហើយយើងត្រូវតែស្វែងយល់នឹងការរវាងនៅក្នុងការប្រើនៅវេទមន្តឬក៏មុនព្រះគាថាក្រុងយក្សហ្នឹងណាហ្នឹងហើយព្រះគាថាក្រុងយក្សនេះក៏អាចចាប់ទុកជាគាថារបស់ព្រះបាទវេស្សវណ្ណដូចគ្នាដែរណាហ្នឹងហើយគាថាមានតួនាទីយ៉ាងសំខាន់សម្រាប់ការពារនៅខាងផ្លូវល្ងឹតទាំងស្រុងតែម្ដងណាហ្នឹងហើយលោកគ្រូនឹងបកស្រាយលម្អិតតកតទៅនឹងការសូត្រនៃការបរិកម្មតាមដើរដំណើរផ្លូវចិត្តឬក៏ផ្លូវឆ្ងាយឬក៏សូត្រសម្រាប់នៅទីសក្ការៈនិងការគោរពបូជារបស់យើងដើម្បីការពារនៅពពួកមុនខ្មៅទាំងឡាយទាំងពួងណាហ្នឹងដើម្បីថែរក្សាដល់កូនចៅកូនក្មួយដែលយើងចឹងទៅណាក្រុមគ្រួសារយើងចឹងទៅហើយមុនព្រះគាថាប្របាទវេគាថាក្រុងយក្សនេះដំបងមុនដែលយើងចាប់ផ្ដើមនៅសូត្រនៅវេទមន្តក្នុងគុំព្រះគាថាក្រុងយក្សនេះយើងត្រូវធ្វើការរំលឹកទៅដល់គុណព្រះសម្មាសម្ពុទ្ធរបស់ព្រមគ្រូយើងសិនហើយរួចមកយើងត្រូវរំលឹកទៅដល់គុណគ្រូយើងហើយចាំយើងរំលឹកទៅដល់គុណព្រះបាទវេស្សវណ្ណឬក៏យើងរំលឹកគុណព្រះបាទវេស្សវណ្ណមុនចាំយើងរំលឹកគុណគ្រូតាមក្រោយក៏មិនមែនជាបញ្ហាដែរណាហើយគុណសិស្សខ្លះក៏បានដឹងហើយប្រវត្តិរបស់ព្រះបាទវេស្សវណ្ណជាអ្នកថែរក្សានៅទិសជើងណាហ្នឹងហើយព្រះបាទវេស្សវណ្ណក៏ជាអ្នកដែលត្រួតត្រងនៅក្នុងពុទ្ធសាសនាដែរអាហ្នឹងគឺយើងនិយាយនៅក្នុងពុទ្ធសាសនាណាហ្នឹងដែលជាអ្នកមានសទ្ធានៅក្នុងពុទ្ធសាសនាដែរអញ្ចឹងព្រះបាទវេស្សវណ្ណគឺជាស្ដេចយក្សណាហ្នឹងហើយដែលគេឲ្យឈ្មោះថាទេវតាដែលឲ្យឈ្មោះថាព្រះបាទវេកុរៈហ្នឹងណាហ្នឹងហើយអញ្ចឹងព្រះអង្គមានតួនាទីយ៉ាងសំខាន់ដែលថែរក្សានៅទិសជើងហើយព្រះអង្គជាអ្នកគ្រប់គ្រងនៅពពួកយក្សទាំងឡាយទាំងពួងណាហ្នឹងហើយរាប់បញ្ចូលនៅពពួកខ្មោចពពួកព្រាយវិសាចទាំងឡាយទាំងពួងផងដែរណាហ្នឹងហើយអញ្ចឹងពពួកអស់នោះឲ្យតែឮឈ្មោះព្រះបាទវេស្សវណ្ណគឺភ័យរត់គេចតែម្ដងគឺមិនហ៊ាននៅចិត្តទេដោយសារខ្លាចនៃអំណាចនៃព្រះបាទវេស្សវណ្ណហ្នឹងឯងចឹងនេះក៏ដល់ការនិយាយបន្តិចតួចនឹងឯងតើបើថាចង់ដឹងពីប្រវត្តិពេញអាចឆែកចូលមើលនៅក្នុង channel ផ្សេងទៅហ្នឹងហើយឬក៏តាមបណ្ដាញអ៊ីនធឺណិតផ្សេងទៅអានពីប្រវត្តិរបស់ព្រះអង្គទៅនឹងដឹងស៊ីជម្រៅច្បាស់ពីប្រវត្តិរបស់ព្រះអង្គហើយអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនៃការចែកម្លែកនេះគឺមិនបាននិយាយពីប្រវត្តិព្រះអង្គទេគឺនិយាយពីមុនព្រះគាថាក្រុងយក្សនិងការរបៀបរបបនៃការប្រើយ៉ាងណាយ៉ាងណីអញ្ចឹងនៅពេលណាដែលយើងរំលឹកដល់គុណចប់សពគ្រប់អស់ហើយគឺយើងតាំងនមោ3ចប់ឬក៏3បទទៅហើយយើងសូត្រនៅគាថានឹងទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងយើងធ្វើការសូត្រជាមួយលោកគ្រូទាំងអស់គ្នាសូត្រមកអ៊ីទេបសោភគវាអរហង្គវេសវណ្ណងសុខੰអហង្វេសវណ្ណោសុគតោអ្នកមាមិហੰវន្ទាមិម្ដងទៀតអ៊ីទេបសោភគវាអរហង្គវេសវណ្ណងសុខੰអហង្វេសវណ្ណោសុគតោអ្នកមាមិហੰវន្ទាមិម្ដងទៀតអ៊ីទេបសោភគវាអរហង្គ
វេសៈវណ្ណังសុខੰអហੰវេសវណ្ណោសុគិតោអ្នកមាមិហੰវន្ទាមិអញ្ចឹងនៅក្នុងវីដេអូនេះគឺលោកគ្រូសូមធ្វើការបកស្រាយចំពោះអ្នកកូនសិស្សនៅក្នុងការសូត្រនៅទីសក្ការៈនិងការគោរពបូជារបៀងនៃការសូត្រនៅទីសក្ការៈនិងការគោរពបូជាគឺយើងដឹងស្រាប់ហើយមុននឹងយើងអុជធូបគឺយើងតែងតែរំលឹកទៅដល់គុណព្រះសម្មាសម្ពុទ្ធឬគុណព្រះរតនត្រ័យនឹងឯងរួចមកគឺយើងតែងតែរំលឹកទៅដល់គុណគ្រូយើងណាហ្នឹងហើយយើងត្រូវតែរំលឹកទៅដល់គុណព្រះបាទវេស្សវណ្ណដែលយើងប្រើក្នុងមុនព្រះគាថាហ្នឹងហើយមានភាពខ្លាំងក្លាប្រកាសស័ក្តិសិទ្ធិមុនព្រះគាថាដែលយើងត្រូវសូត្រចម្រើននៅក្នុងទីសក្ការៈបូជារបស់យើងគឺយើងតម្រូវឲ្យរៀបតាបរិយ5ដើមរូប5ដើមស្លា5ចនិតទៅណាហ្នឹងហើយប្រាក់5រៀលទៅណាហ្នឹងហើយប្រាក់500អញ្ចឹងទៅណាហើយមានផ្កាអញ្ចឹងទៅដើម្បីហើយក៏មានទឹកអប់ឆ្វេងស្ដាំជាគ្រឿងកោបទៅលើកថ្វាយដល់គុណគ្រូយើងទៅឬក៏ព្រះលើកថ្វាយដល់គុណទៅណាហ្នឹងហើយរួចពីហ្នឹងមកចាំយើងតាំងនិមន្តទៅគឺយើងសូត្រគាថាហ្នឹងទៅហើយផ្លុំចូលនៅក្នុងទឹកហ្នឹងទៅសម្រាប់ផឹកក៏បានឬក៏សម្រាប់ប្រោះព្រំទៅលើកូនចៅកូនក្មួយរបស់យើងក៏បានដែរណាឬក៏យើងសម្រាប់ធ្វើជាទឹកដើម្បីងូតក៏បានដែរតែតម្រូវឲ្យយើងសូត្រចំនួន7ចប់តែម្ដងណាហ្នឹងហើយតម្រូវយើងសូត្រចំនួន7ចប់តែបើសិនជាករណីថាយើងត្រូវធ្វើជាទឹកមុនដើម្បីប្រោះព្រំទៅលើកូនចៅកូនក្មួយអញ្ចឹងយើងសូត្រគាថានឹងចំនួន7ចប់ទៅហើយយើងផ្លុំចូលនៅក្នុងទឹកទៅឬទឹកមុនហ្នឹងទៅរួចពីការស្រេចហើយយើងបាញ់ទឹកអប់ទៅតែម្ដងទៅហើយកុំភ្លេចដុតធូប5ម្ស័យគោផងហើយត្រូវចាំថាในការគោនោះគឺយើងតម្រូវឲ្យគោពីស្ដាំមកឆ្វេងណាព្រោះគេថានឹងការពារអញ្ចឹងយើងសូត្រគោពីស្ដាំមកឆ្វេងមកអញ្ចឹងនៅពេលណាដែលយើងប្រោះព្រំគឺយើងសូត្រគាថានឹងរហូតដល់យើងប្រោះចប់សពគ្រប់អស់គឺយើងទុកទៅហើយយើងដុតធូបដោតលើកំប៉ុងចឹងធូបកន្លែងគ្រូយើងទៅឬក៏ដោតនៅផ្កានៅផ្ទៀលអញ្ចឹងទៅណាហ្នឹងហើយនឹងសម្រាប់ដែលយើងសូត្រចម្រើននៅទីសក្ការៈនៃការគោរពបូជារបស់យើងណាហ្នឹងហើយណាហើយនឹងរបៀងនៅក្នុងមួយទី2យើងអាចសូត្រដើម្បីបដិញនៅពពួកខ្មោចឬក៏ពពួកព្រាយការកុំភ្លេចការសូត្រចម្រើនទីសក្ការៈរបស់យើងគឺគ្មានពលឹងវិញ្ញាណខ្មោចព្រះប្រសើរឬអំពើអំពាន់គ្រូដតីគេប្រើមកចូលមកក្នុងគុំគ្រូសាស្ត្រទេសម្បែងរបស់យើងបានឡើយគឺចូលមកអត់កើតទេណាដល់អំណាចនិមន្តក្រុងយៈបដិញទៅអស់លីងហើយណាហ្នឹងហើយនៅគ្រូសំបញ្ជាក់បន្តិចហើយទី2គឺយើងសូត្រដើម្បីសម្រាប់ការពារនៅអំពើអំពាន់ខ្មោចអាព្រាយម្សៅរករណតាជាដើមអញ្ចឹងគេថានេះគឺតម្រូវឲ្យយើងសូត្ររៀងរាល់ព្រឹករៀងរាល់ល្ងាចនៅទីសក្ការៈការគោរពបូជារបស់យើងក៏បានដែរណាហ្នឹងហើយមួយទៀតយើងអាចសូត្រដើម្បីបដិញនៅពពួកខ្មោចពពួកព្រាយចេញពីផ្ទះពីសម្បែងរបស់យើងឬនៅក្នុងក្រុមគ្រួសាររបស់យើងណាមួយចឹងយើងអាចសូត្រមន្តព្រះគាថានឹងប្រោះព្រំទៅកន្លែងណាកូនចៅដេកមលក់បក់មិនហើយតកតនឹងខ្មោចសង្កត់ឬក៏ខ្មោចលួឬក៏ព្រាយធ្វើឬក៏អីផ្សេងទៅទៅនឹងផ្លូវងឹតគឺយើងអាចប្រើមន្តព្រះគាថានឹងដើម្បីប្រោះព្រំទៅលើពួកគាត់ទៅឬក៏យើងធ្វើទឹកមន្តដើម្បីឲ្យគាត់ផឹកទៅឬក៏យើងប្រោះព្រំនៅទីកន្លែងដែលគាត់ដេកទៅណាហ្នឹងហើយហើយគាថានេះក៏យើងអាចធ្វើជាសីមាសម្រាប់ការពារនៅពពួកខ្មោចពពួកព្រាយឬក៏ពពួកអំពើអំព័ន្ធមុនខ្មោចគ្រូដតីដែលគេប្រើមកហ្នឹងកុំឲ្យចូលមកដល់ទីផ្ទះសម្បែងទីសក្ការៈរបស់យើងឬក៏ក្នុងក្រុមគ្រួសាររបស់យើងក៏បានដែរណាហ្នឹងហើយហើយមួយទៀតសម្រាប់យើងសូត្រនៅក្នុងការបដិញខ្មោចបដិញព្រាយនៅក្នុងខ្លួនមនុស្សណាហ្នឹងហើយអញ្ចឹងសម្រាប់ការដែលយើងសូត្របដិញខ្មោចបដិញព្រាយនៅក្នុងខ្លួនមនុស្សគឺយើងត្រូវតែសូត្រនៅមុនព្រះគាថានឹងទៅហើយយើងសូត្រផ្លុំចូលក្នុងទឹកផ្ទៃនឹងទៅបើសិនជាករណីថាមនុស្សនឹងត្រូវខ្មោចចូលហើយឬក៏ត្រូវព្រាយចូលហើយគឺយើងសូត្រនៅមុនព្រះគាថានឹងទៅដើម្បីប្រោះព្រំប្រោះទៅលើអ្នកនឹងទៅដើម្បីឲ្យខ្មោចនឹងចេញទៅឬក៏យើងឲ្យអ្នកនឹងផឹកទឹកមុនធម្មតាខ្មោចចូលវាមិនងាយផឹកតែមានតែយើងចាប់បច្រកឲ្យផឹកទៅណាហ្នឹងហើយឬក៏យើងសូត្រឲ្យយកគាថានឹងដោតទៅលើក្បាលនាងនឹងទៅឬក៏អ្នកដែលត្រូវខ្មោចចូលនឹងទៅហើយយើងសូត្រគាថានឹងផ្លុំសូត្រគាថានឹងផ្លុំសូត្រគាថានឹងផ្លុំរហូតដល់អ្នកនឹងស្រែកទៅណាហ្នឹងហើយ
ហើយមួយទៀតបើសិនជាយើងធ្វើដំណើរផ្លូវចិត្តឬក៏ផ្លូវឆ្ងាយគឺយើងតម្រូវឲ្យយើងសូត្របរិកម្មនៅមុនព្រះគាថាក្រុងយក្សហ្នឹងដូចរិចមិនថាយើងបរិកម្មរហូតតទៅយើងទៅដល់កន្លែងយើងអញ្ចឹងហ្នឹងហើយថាផ្លូវចិត្តឬក៏ផ្លូវឆ្ងាយឬយើងដើរក៏ដោយគឺយើងសូត្ររហូតណាហ្នឹងហើយដើម្បីការពារនៅពពួកខ្មោចពពួកព្រាយពពួកអសូរកាយពពួកបិសាចទាំងឡាយឬក៏អ្នកតាដែលមានចិត្តកាចសាហាវឬក៏ការពារនៅអំពើអំព័ន្ធមុនខ្មោចរបស់គ្រូដតីដែលគេប្រើមកកុំឲ្យចូលមកខ្លួនរបស់យើងបានហើយកុំឲ្យពពួកអស់នោះកុំឲ្យពពួកអវិញ្ញាណទាំងឡាយឆ្លៀតឱកាសនៅក្នុងការធ្វើបាបលើរូបរាងកាយរបស់យើងណាហ្នឹងហើយលឿមកទូខ្លួនប្រាណរបស់យើងអញ្ចឹងគេថាក្រុងយក្សនេះគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់កូនចៅសិស្សកូនទាំងឡាយយកទៅរៀននិងការសិក្សាហើយចំពោះគាថានេះគឺយើងរៀនបានទាំងស្រីបានទាំងប្រុសសូត្រដកដង្ហើមចេញចូលជាធម្មតាណាហ្នឹងហើយវីដេអូរបស់គ្រូក៏មានតែប៉ុណ្្នឹងទេហើយបើសិនតែគាថានឹងប្រើខាងចំណុចអីផ្សេងទៀតបើសិនជាក្នុងវីដេអូនេះគឺលោកគ្រូនិយាយមិនបានអស់បើក្បត់ក្បាលទេដោយសារតែនីតិកុំឲ្យនីតិវាវែងពេកអញ្ចឹងកូនចៅអាចចូលរួម comment សួរនៅចំណុចណាដែលសំគួរក្នុងការប្រើនៅមុនព្រះគាថាហ្នឹងហើយគាថាហ្នឹងប្រើខាងការពារខ្មោចកុំឲ្យលួងការពារព្រាយកុំឲ្យធ្វើការពារអ្នកតាកុំឲ្យធ្វើការពារនៅខ្មោចកុំឲ្យធ្វើហ្នឹងគាថាហ្នឹងគឺការពារខាងនឹងដែរមិនឲ្យអនុញ្ញាតឲ្យពួកអស់ហ្នឹងចូលមកធ្វើបាបយើងបាទឡើយណាហ្នឹងហើយតេតនឹងការប្រើយ៉ាងណាយ៉ាងណីទៀតកូនចៅមានចង្អុលអាច comment សួរនៅក្នុងវីដេអូហ្នឹងទៅហើយលោកគ្រូនឹងចូលលោកគ្រូតនេគឺលោកគ្រូនឹងធ្វើចូលនៅក្នុងការឆ្លើយតបនៅ comment នោះតែម្ដងណាហ្នឹងហើយវីដេអូរបស់លោកគ្រូក៏មានតែប៉ុណ្្នឹងទេឈានដល់ទីបញ្ចប់ហើយលោកគ្រូក៏ជូនពរជ័យឲ្យកូនចៅបានសុខក៏បានចម្រើនណាហ្នឹងហើយមានជោគមានជ័យទាំងអស់គ្នាណាសុខចម្រើន